នឹងមានមនុស្សមានជីវិតឡើយលោកកុំចូលមកអីសោះឈាមរបស់ខ្ញុំអាចធ្វើបាបលោកបានខ្ញុំជាស្រីចង្រៃរាងកាយនឹងខុសគេបែបនេះច្បាស់ជារងទុក្ខវេទនាណាស់ហើយពេលនេះសូម្បីតែគ្រោះកំណាចក៏មកដល់នៅតែមិនអាចធ្វើអីនឹងបានឃើញច្បាស់ថានឹងមានទឹកចិត្តមិនមែនជាមនុស្សចង្រៃទេកងដៃនេះមានឈ្មោះថាកងដៃវិញ្ញាណបរិសុទ្ធគឺជាអាវុធវេទមន្តវាអាចជួយឲ្យនាងមានកម្លាំងពិសេសក្នុងខ្លួនពេលនេះទៅនឹងមានជីវិតដូចមនុស្សធម្មតាមិនធ្វើឲ្យនាងភ័យខ្លាចទៀតទេលោកគឺឈានមែនទេខ្ញុំចង់ឲ្យលោកប្រហារទេព្រាត្រីសងសឹកឲ្យម៉ែខ្ញុំលោកអាចជួយខ្ញុំបានទេការកម្ចាត់ទេព្រាត្រីគឺជាភារកិច្ចរបស់សំណាក់ជាតិយើងនាងត្រូវរក្សាជីវិតឲ្យល្អទើបបានឃើញថ្ងៃដែលទេព្រាត្រីត្រូវកម្ចាត់លោកគឺឈានពិតមែននៅទីបំផុតខ្ញុំបានជួបលោកម្ដងទៀតហេតុអីទើបនឹងព្យាយាមបំពេញឈានដល់ថ្នាក់មិនស្ដាយជីវិតខ្ញុំចង់សម្លាប់ទេព្រាត្រីនាងដឹងទេថានាងគ្មានមូលដ្ឋានឈានទេមិនអាចសម្រេចគោលបំណងនេះបានឡើយបើសិនជាបែបហ្នឹងមែនមានអីទៅជួយជីវិតខ្ញុំបានព្រោះខ្ញុំមិនដែលជួបមនុស្សស្រីដូចនាងទេគ្រាន់តែជាមនុស្សធម្មតាហ៊ានឡើងចដៅឋានសួគ៌ធ្វើឲ្យខ្ញុំសម្លឹងនាងសារថ្មីម្ដងទៀតលោកអាចទទួលខ្ញុំជាកូនសិស្សផងបានទេបង្រៀនខ្ញុំបំពេញឈានដើម្បីកម្ចាត់ទេព្រាត្រីខ្ញុំគឺជាអ្នកវិញ្ញាណដ្ឋានសួគ៌ជាន់ទី9ពីថ្ងៃនេះទៅនាងត្រូវហៅខ្ញុំថាលោកគ្រូខ្ញុំទទួលនាងមករយៈពេលតែប៉ុណ្ណោះថ្ងៃក្រោយបើមានអ្វីកើតឡើងគឺតាមតែលើនាងទេអរគុណហើយទេវតាឈានមិនមែនទេអរគុណហើយលោកគ្រូអាយ៉ាហេតុអីថ្ងៃនេះពួកយើងត្រូវរៀនទៀតហើយមានរឿងអីមិនល្អមែនទេថ្ងៃនេះបានជួបលោកគ្រូទៀតផងវិជ្ជារបស់ខ្ញុំនៅខ្ចីនៅឡើយមានតែរងចាំទទួលទោសមិនដូចសិស្សច្បងខ្ញុំសូមខ្ចីអាវុធទេពរបស់សិស្សច្បងបានទេមិនបានទេកុំចង់ប្រើវាអីខ្ចីតែម្ដងប៉ុណ្ណោះ